បាទសួស្តីមិត្តទាំងអស់គ្នាជួបគ្នាម្ដងទៀតនៅក្នុង Subject A+ អញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញមិត្តទាំងអស់គ្នាអំពីការធ្វើ Spread File អញ្ចឹងយើងធ្វើ Spread File ដើម្បីអីយើងធ្វើ Spread File នេះគឺដើម្បីបង្កើននៅចំនួនរបស់ RAM តែត្រូវយកមកប្រើដោយទាញយក space របស់ hard disk មកជំនួសអញ្ចឹងនៅពេលដែល hard disk របស់អ្នកអស់ Spread File តែធ្វើឲ្យ Spread File ដំណើរការមិនបានល្អទេពីព្រោះ Windows បានទាញយក data ទៅក្នុង RAM រួចដាក់ទៅលើ Spread File ដើម្បីឲ្យដំណើរការបានល្អប្រសិនបើអ្នកទាំងអស់គ្នាមិនធ្វើ Spread File ទេ Spread File របស់អ្នកមិនធំទូលាយនោះអញ្ចឹង space មិនគ្រប់គ្រាន់ Windows នឹងកាន់តែយឺត memory របស់អ្នកប្រើអស់ចម្រុះចឹងនៅពេលដែលអ្នកមិនធ្វើ Spread File នៅពេលដែល memory របស់អ្នក full នោះចឹងនឹងធ្វើឲ្យកុំព្យូទ័ររបស់យើង slow ហើយវាឧស្សាហ៍ alert blue screen អ្នកទាំងអស់គ្នាធ្លាប់ឃើញណាកុំព្យូទ័រ alert blue screen ចឹងដើម្បីធ្វើ Spread File ខ្ញុំនឹងបង្ហាញដល់គ្នាឲ្យអ្នកទាំងអស់គ្នា right click ទៅលើ computer យក property តមក change setting ជឿលើ advanced setting advanced ទៀត change ចឹងនៅក្នុងនេះវាថាជាទូទៅយើងមិនដែលធ្វើ Spread File ក៏វាថាដែរចឹងបើអ្នកទាំងអស់គ្នាមិនដែលធ្វើទេគឺយើងដោះ text វាមករួចដាក់ text វាវិញដើម្បីដូចយើង refresh វាអញ្ចឹងបើសិនជាយើងមិនដែលធ្វើវាគឺមានន័យថាយើងអាចបានធ្វើ Spread File ទេអញ្ចឹងយើងដោះវាឬដាក់វាវិញមកមានន័យថាយើងធ្វើ Spread File បើសិនមកអ្នកទាំងអស់គ្នាចង់កំណត់ដោយខ្លួនឯងនេះដោះ text ចេញយក custom size អ្នកទាំងអស់គ្នាដាក់មកដាក់ទៅនៅក្នុង space របស់ drive C យើងហ្នឹងប៉ុន្តែខ្ញុំមិនដាក់ទេខ្ញុំជឿរើស auto តែម្ដងដាក់នេះចុចលើ auto បន្តមកទៀតអ្នកទាំងអស់គ្នាអូខេទៅនោះវានឹង alert message មួយទៅពេលដែលអ្នកចុច message នេះទៅពេលដែលអ្នកចុច OK វានឹងទាមទារឲ្យយើង restart នេះវានឹងទាមទារឲ្យយើង restart ប៉ុន្តែខ្ញុំអត់ restart ទេខ្ញុំពោះកុំព្យូទ័ររបស់ខ្ញុំបានធ្វើ Spread File រួចហើយអញ្ចឹងអ្នកនរគ្នាមិនដែលធ្វើអ្នកនរគ្នា restart វាទៅរួចបើកវាវិញមកនោះអ្នកនរគ្នានឹងធ្វើ Spread File ឲ្យជោគជ័យនោះកុំព្យូទ័ររបស់យើងនឹងដំណើរការបានល្អនៅពេលដែលទោះបីជា RAM របស់យើង memory របស់យើងអស់ space ក៏ដោយក៏វា store នៅក្នុង drive C ដែរអរគុណអ្នកនរគ្នាក្នុងការមើលវីដេអូរបស់ខ្ញុំអរគុណអ្នកនរគ្នា